សម្ដេចតេជោហ៊ុនសែនចាត់ទុកទង្វើដុតទំនិញថៃចោលរបស់ K01 ជាអំពើហួសពីស្នេហាជាតិនិងជារបៀបក្រុមជ្រុលនិយមហួសហេតុសម្ដេចតេជោហ៊ុនសែនបង្ហាញការខកចិត្តចំពោះលោក K01 ដែលប្រមូលមនុស្សថតវីដេអូសកម្មភាពពាក់ព័ន្ធការដុតចោលទំនិញថៃហើយបង្ហោះលើបណ្ដាញសង្គមដោយសម្ដេចតេជោបានចាត់ទុកទង្វើនេះជាអំពើទៅហួសពីស្នេហាជាតិនិងជារបៀបក្រុមជ្រុលនិយមហួសហេតុនៅយប់ថ្ងៃទី20ខែតុលាសម្ដេចតេជោហ៊ុនសែនបានបង្ហោះលើទំព័រ Facebook យ៉ាងដូចនេះថាសម្ដេចទើបបានមើលវីដេអូមានរយៈពេលជាង8នាទីរបស់ក្រុមដែលដឹកនាំដោយលោក K01 តាក់ទងដល់ការពហិការឈប់ប្រើប្រាស់ទំនិញថៃសម្ដេចពិតជាមានការខកចិត្តចំពោះអំពើមិនគប្បីរបស់បងប្អូនទាំងនេះជាពិសេសសម្រាប់លោក K01 តែម្ដងសម្ដេចតេជោគូសបញ្ជាក់ថាការដុតចោលទំនិញថៃការដាក់បណ្ដាសាចំពោះអ្នកលក់ទំនិញថៃដែលនៅសេសសល់លក់មិនទាន់អស់គឺជាអំពើហួសពីស្នេហាជាតិនិងជារបៀបក្រុមនិយមជ្រុលហួសហេតុសម្ដេចតេជោប្រធានព្រឹទ្ធសភាបានបញ្ជាក់ថាប្រជាជនកម្ពុជាច្រើនណាស់ដែលធ្វើពហិការមិនប្រើប្រាស់ទំនិញថៃមានស្ទើរតែ99%ទៅហើយមិនថាប្រជាជននៅក្នុងប្រទេសឬបងប្អូនខ្មែរនៅក្រៅប្រទេសនោះទេចំណោទបញ្ហានៅត្រង់អាជីវករលក់ដូរដែលមានទំនិញថៃនៅសេសសល់តើពួកគាត់យកទៅឯណាដុតបំផ្លាញចោលឬបន្តលក់ដើម្បីប្រមូលដើមទុនមកវិញប្រសិនបើ K01 មានប្រាក់សូមយកទៅទិញទំនិញដែលនៅសេសសល់ទាំងនេះធ្វើជាចំណីសត្វប្រសើរជាងដុតចោលដោយ K01 បានធ្វើដែលមានក្នុងវីដេអូនេះបើមនុស្សមិនទទួលទានទុកឲ្យសត្វស៊ីប្រសើរជាងដុតឬកំទេចចោលសម្ដេចតេជោបានសង្កត់ធ្ងន់បែបនេះខ្ញុំសូមឲ្យ K01 បញ្ឈប់សកម្មភាពបែបឈួតនេះជាបន្ទាន់និងចូលរួមពង្រឹងតម្លៃសីលធម៌សុជីវធម៌គុណធម៌និងភាពថ្លៃថ្នូររបស់ជាតិ